បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទាក់ទងជាមួយនឹងការកំណត់វត្តមានរបស់បុគ្គលិកអូខេអញ្ចឹងទី1កំណត់ពណ៌នៅលើអក្សរ A អក្សរ A ហ្នឹងបានន័យថា absent អូខេអញ្ចឹងដោយសារតែនៅក្នុងតារាងនេះគឺខ្ញុំបានបញ្ចូលវត្តមានហើយនិងអវត្តមានរបស់បុគ្គលិករួចរាល់ហើយអូខេអញ្ចឹងដើម្បីកំណត់ពណ៌ថាអក្សរ A យើងឲ្យពណ៌អីអក្សរ P យើងឲ្យពណ៌អីគឺយើងត្រូវ select ទីតាំងទាំងអស់នឹងសិនបន្តមកទៀតគឺយើងចូលនៅក្នុង conditional formatting បន្តមកទៀតយើងយក new rule អូខេបន្តមកទៀតយើងយក format only cell that contain បន្តមកទៀតយើងជ្រើសរើសយកពាក្យ specific text អូខេបន្តមកទៀតយើង containing ហើយយើងចង់កំណត់ពណ៌អីគេយើងចង់កំណត់ពណ៌ A លើអក្សរ A គឺយើងបញ្ចូលអក្សរ A បន្តមកទៀតយើងចង់ដាក់ពណ៌ background អីគេអញ្ចឹងកន្លែងពណ៌ background នេះគឺយើងយកកន្លែង fill យើងកំណត់ពណ៌លឿងអូខេអញ្ចឹងពណ៌លឿងនេះគឺលើ background ហើយអក្សរយើងចង់ដាក់ពណ៌ដែរគឺយើងកំណត់មកគឺយើងចង់ដាក់ពណ៌អីគេអក្សរយើងចង់ដាក់ពណ៌សអូខេអញ្ចឹងយើងដាក់ពណ៌សមកអូខេអញ្ចឹងផ្ទៃ background ពណ៌លឿងហើយនឹងអក្សររបស់យើងគឺពណ៌សអូខេមកអញ្ចឹងគ្រប់អក្សរ A ទាំងអស់គឺវានឹង load background ពណ៌លឿងហើយនឹងអក្សរពណ៌សអូខេអញ្ចឹងឧទាហរណ៍កន្លែងនេះយើងចង់ដាក់អក្សរ P អញ្ចឹងវានឹង load អត់មានពណ៌ដោយសារតែយើងអត់បានកំណត់អូខេឥឡូវយើងដល់កំណត់អក្សរ P វិញម្ដងអញ្ចឹងយើងធ្វើការដូចគ្នានឹងមកគឺអូសselect all មកបន្តមកទៀតយក conditional formatting យកពាក្យ new rule យកពាក្យ format only cell that contain ហើយជ្រើសរើសយកពាក្យ specific text containing អូខេអញ្ចឹងអក្សរ P វិញម្ដងអញ្ចឹងយើងចង់ដាក់ background វាពណ៌យើងដាក់អក្សរវាពណ៌សទៀតមកហើយ background របស់វាយើងយក fill យើងដាក់ពណ៌បៃតងអូខេអញ្ចឹងធ្វើការអូខេទៀតមកអញ្ចឹងឲ្យតាអក្សរ P ទាំងអស់គឺវានឹង load background ពណ៌បៃតងហើយនឹងអក្សររបស់វាពណ៌សអូខេអញ្ចឹងទី3គណនាចំនួន A សរុបអញ្ចឹងមានន័យថាយើងគណនារកអវត្តមាន absent ហ្នឹងសរុបទាំងអស់ប្រហែលថ្ងៃអញ្ចឹងដើម្បីរកបានគឺយើងប្រើរូបមន្ត count if អញ្ចឹងធ្វើការ select all នឹងមកតមកយើងចង់រាប់អីគេយើងចង់រាប់អក្សរ A ហ៎អូខេអញ្ចឹងអក្សរ A ដាក់អក្សរ A មកបើបញ្ចប់វិញមកអញ្ចឹងធ្វើការ enter អូខេអញ្ចឹង A មាន3ថ្ងៃ1 2 3ឃើញទេឥឡូវយើងធ្វើការអូសរ៉ាងវានឹងគណនាឲ្យយើងអូតូបន្តមកទៀតយើងរកចំនួនសរុបរបស់អក្សរ P វិញម្ដងអញ្ចឹងស្មើ count ដូចគ្នានឹងមកតមកទៀតយើងធ្វើការ select ដូចគ្នាប៉ុន្តែកន្លែងនេះយើងយកយើងរាប់អក្សរ P យើងសរសេរអក្សរ P អូខេអញ្ចឹង enter ចុច2ថ្ងៃ1 2អញ្ចឹងយើងធ្វើការអូសរ៉ាងអូខេអញ្ចឹងវីដេអូរបស់យើងបានបញ្ចប់សូមអរគុណ